Coi thay ở anh đừng pi sồn ក្លឹបវិសាខាបានចំនួន2គ្រាប់ សួស្តីអ្នកទាំងអស់គ្នាសម្រាប់សប្តាហ៍នេះគឺជាការប្រកួតរបស់ក្លឹបអង្គរ Tiger ជាមួយនឹងក្លឹបវិសាខាហើយឥឡូវហ្នឹងខ្ញុំកំពុងស្ថិតនៅកន្លះឋាន Print ដើម្បីទស្សនាការប្រកួតរបស់ក្លឹបទាំងពីរហើយបន្តិចទៀតនេះខ្ញុំនឹងទៅជួប fan របស់ពួកគាត់ទាំងអស់គ្នាតើពួកគាត់គិតថាក្លឹបដែលពួកគាត់មកគាំទ្រនៅក្នុងថ្ងៃនេះទទួលបានចំនួនប្រមាណគ្រាប់ដែរតើអញ្ចឹងទៅជួបពួកគាត់ជាមួយនឹងខ្ញុំទាំងអស់គ្នា ជំរាបសួរថ្ងៃនេះខ្ញុំមកគាំទ្រខាងវិសាខាថ្ងៃនេះខ្ញុំសង្ឃឹមថាវិសាខានឹងប្រកួតបាន3គ្រាប់យកបាន3គ្រាប់ ថ្ងៃនេះខ្ញុំបានមកគ្រប់គ្រងក្លឹបអង្គរ Tiger ខ្ញុំសង្ឃឹមថាអង្គរ Tiger ឈ្នះក្នុងលទ្ធផល 2-0 ហ្មង ថ្ងៃនេះខ្ញុំមកគាំទ្រវិសាខាប្រកួតវិ Tiger គាត់ថាលទ្ធផលបាន3 កោ Tiger ថ្ងៃហ្នឹង2-0បងខ្ញុំគិតថាវិសាខានឹងបានលទ្ធផល3គ្រាប់ខ្ញុំសង្ឃឹមថាសាខានឹងយកឈ្នះបាន4គ្រាប់ សម្រាប់coi thay ở anh đừng pi sồn ខ្ញុំគិតថាក្លឹបវិសាខាបានចំនួន2គ្រាប់ ខ្ញុំគិតថាកោ Tiger ឈ្នះបាន3-1ជំរាបសួរថ្ងៃនេះខ្ញុំមកគាំទ្រខាងវិសាខាខ្ញុំគិតថាវិសាខាលេខបាន3គ្រាប់ ខ្ញុំគិតថាក្លឹបវិសាខាឈ្នះអង្គរថៃ2គ្រាប់ ចុះសម្រាប់អ្នកទស្សនាវីដេអូនេះទាំងអស់គ្នាវិញគិតថាក្លឹបមួយណាដែលនឹងឈ្នះនៅក្នុងយប់នេះហើយទទួលបានលទ្ធផលចំនួនប្រមាណគ្រាប់ដែរកុំភ្លេច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងណាបាយ